អ្នកមួយផងបាទអរគុណអញ្ចឹងខ្ញុំសូមចូលទៅកាន់វីដេអូយើងតែម្ដងដែលទី1ហ្នឹងគឺយើងនិយាយអំពីអ្វីទៅហៅថា CBC K score បាទអញ្ចឹងបងប្អូនទាំងអស់គ្នាប្រហែលជាបានដឹងវីដេអូមុនក៏បាននិយាយខ្លះដែរទាក់ទងនឹង CBC បាទឥឡូវយើងមកដឹងអំពីអ្វីទៅដែលហៅថា CBC K score បាទ CBC K score វាគឺជាលេខបាទដែលរាប់ចាប់ពី100រហូតដល់1400បាទអញ្ចឹងលេខ100គឺបន្ទុកឥណទាន K score ហ្នឹងទាបបាទហើយខ្ពស់ជាងគេហ្នឹងគឺ1400ដែលគេថាកម្រិតល្អបំផុតនៅចំណាត់ថ្នាក់ AA ដែលបានបង្ហាញនៅទំនុកចិត្តនៅពេលដែលយើងទៅខ្ចីឡូនពីធនាគារឬក៏ម្ចាស់ណាមួយហ្នឹងអញ្ចឹងគេថា the higher score បាទ the more likely lender give you a better បាទអញ្ចឹងមានន័យថាកាលណាថា credit យើងល្អអញ្ចឹងបាទអ្នកដែលផ្ដល់កម្ចីមានធនាគារ MFI ហ្នឹងគេនឹងប្រវាយមកដល់យើងនៅអត្ថប្រយោជន៍ផ្សេងៗដូចទីហៅថា loan term រៀងយូរជាងធម្មតា interest រៀងទាបឬក៏ loan fee រៀងទាបជាង K score យើងមិនល្អអញ្ចឹងទៅនេះគឺជាការចាត់ថ្នាក់នៃការប្រវាយលក្ខណ្ឌកៈទៅលើ loan នីមួយៗដែលនឹងផ្ដល់ទៅដល់បងប្អូនបាទទៅតាម loan ដែលបងប្អូនស្នើសុំហើយអ្វីដែលបងប្អូនបាន suggestion ទៅកាន់ធនាគារឬក៏ MFI នឹងវិញហ្នឹងអញ្ចឹងគេ calculate របៀបម៉េច CBC K score ហ្នឹងអញ្ចឹង CBC K score ហ្នឹងគឺ base ទៅលើ credit report ផងយើងអញ្ចឹងដែលគេ track បាទប្រវត្តិនៃការខ្ចីផងយើងទាំងអស់តាំងពីដើមទីមកហ្នឹងហើយនៅក្នុងនោះទៀតសោតមានកត្តាជាឥទ្ធិពលទៅដល់ CBC K score ផងយើងដែលថាល្អមធ្យមឬក៏អាក្រក់ហ្នឹងអញ្ចឹងនៅក្នុងនោះមានច្រើននេះខ្ញុំក៏សូមលើកយកប្រមាណចំណុចមកតែទី1ហ្នឹងគឺគេ track អំពី payment history អញ្ចឹងគេ track payment history ផងយើងគេ track ទៅលើប្រវត្តិនៃការបង់សងផងយើងហ្នឹងដែលយើងបានធ្លាប់ខ្ចីហើយថាតើការបង់សងផងយើងមកហ្នឹងមានលក្ខណៈទៀងទាត់តាន់ពេលវេលាឬក៏មានការ late ការបង់សងយឺតយ៉ាវអីអញ្ចឹងទៅអញ្ចឹងទី2តើតើ collateral អញ្ចឹង collateral គឺយើងសំដៅទៅលើទ្រព្យធនាអញ្ចឹងទ្រព្យធនានៅតាមធនាគារមានអីខ្លះការដែលប្លង់គឺយើងមានប្លង់រឹងមានប្លង់ទុនហើយនឹង term deposit បាទឬក៏ saving account អីផ្សេងៗដែលតាមធនាគារនីមួយៗអាចទទួលយកបានអញ្ចឹងណាកន្លែង collateral នេះហើយទី3តកតងទៅនឹង income ផងយើងក៏ជះឥទ្ធិពលឬក៏ប៉ះពាល់ទៅដល់ CBC credit scoring ផងយើងដែរអញ្ចឹងតកតងនឹង income យើងមកពីអីខ្លះបាទតិចឬក៏ច្រើនយើងចំណូលយើងមកពីប្រភពអីពីប្រភពណាដោយឡែកបន្ទាប់ទៀតតទៅនឹង credit utilization បាទអញ្ចឹងការប្រើប្រាស់ឥណទានដែលយើងធ្លាប់បានខ្ចីហ្នឹងបន្ទាប់បាទឡើងអស់ credit history បាទអញ្ចឹងតទៅនឹងពេលវេលានៃ history credit ផងយើងណាអញ្ចឹងរយៈពេលប្រមាណដែលយើងមាន credit ហ្នឹងដែលយើងមានឥណទានឬក៏សំណើកម្ចីហ្នឹងតកតងទៅនឹង new credit មាន account ទៅបើកដែរអត់ហើយតកតងទៅនឹង credit មិនយើងមានប្រភេទនៃ credit ផ្សេងៗគ្នាឧទាហរណ៍ដូចជា loan ឬក៏ credit card អីចឹងទៅនេះគឺគេមានប្រភពផ្សេងជាច្រើនទៀតដែលនឹងជះឥទ្ធិពលទៅដល់ CBC K score ផងយើងអញ្ចឹងណាបងប្អូនអញ្ចឹងសម្រាប់ពីខ្ញុំដែលជា banker អ្នកធ្វើការធនាគារខ្ញុំដឹងរឿងអញនិយាយបានថាមួយចំនួនដែរដែលទៅលើប៉ះពាល់ទៅលើ history ផងយើងហើយដើម្បីការពារនៅ CBC ផងយើងឲ្យបានល្អជៀសវាងនៅប៉ះពាល់ទៅថ្ងៃមុខនៅពេលដែលយើងដាក់ស្នើកម្ចីទៅតាមធនាគារឬក៏មីក្រូហិរញ្ញវត្ថុផ្សេងៗហ្នឹងគឺលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាបាទយើងសូមមើលប្រើប្រាស់ loan ផងយើងឲ្យត្រូវគោលដៅបាទហើយកុំខ្ចីច្រើនជាងអ្វីដែលយើងតម្រូវការអញ្ចឹងទៅហើយធ្វើការបង់សងហ្នឹងធ្វើម៉េចឲ្យទាន់ពេលវេលាឲ្យទាន់ពេលវេលាដោយដែលមានដាក់នៅក្នុង schedule ឬក៏តារាងបង់ប្រាក់ហ្នឹងបន្ទាប់ហេតុអីបានជា CBC K score ហ្នឹងមានសារៈសំខាន់អញ្ចឹងយក credit score គឺប៉ះពាល់យក financial life វិធីសាស្ត្រជាច្រើនដែលធ្វើឲ្យប៉ះពាល់ទៅដល់យើងណាអញ្ចឹងទី1តកតងទៅនឹង loan approval តកតងនឹងការអនុម័តឥណទានអីអញ្ចឹងទៅបើសិនជាយើង code score ការ approval ហ្នឹងក៏ faster ដែរក៏លឿនជាងមុនដែរហើយតកតងនឹង interest rate វិញអញ្ចឹងកាលណាបន្ទុក K score យើងច្រើនឬក៏ខ្ពស់ហ្នឹង
មានថា low interest ឬក៏ saving money អញ្ចឹងកាលណា interest យើងដែលមាន K score CBC ល្អហើយយើងអាចចរចាឬក៏ធនាគារអ្នក loan assessor ហ្នឹងគាត់នឹងមានលក្ខខណ្ឌនៃកាក់ប្រវាយលក្ខខណ្ឌមួយចំនួនជូនទៅដល់អតិថិជនដែលមានបន្ទុក K score ល្អហ្នឹងក្នុងនោះមានការ discount interest rate អីចឹងទៅបាទហើយទៅណា discount interest rate ហើយវាក៏នឹងជួយ sell money យើងផងដែរ sell ហ្នឹងគឺមានន័យថានឹងជួយ sell ទៅលើការបង់ឧទាហរណ៍ថាយើង normal interest rate ហ្នឹងយើងទៅបង់$200អញ្ចឹងទៅដល់ខាងធនាគារគាត់ discount interest ខ្លះមកដល់យើងនឹងអាចសល់បង់ត្រឹមតែ100ជាងអញ្ចឹងណាហ្នឹងគេហៅថា discount interest rate ហ្នឹងហើយបន្ទាប់តទៅនឹង ranking ឬក៏ job អីហ្នឹងcredit score យើងបាទកន្លែងខ្លះក៏គេមើលដែរតើតចរិតយើងព្រោះកន្លែងនេះគឺឆ្លុះបញ្ចាំងពីអត្តចរិតផងយើងដែរកន្លែង CBC K score ហ្នឹងណាហើយបន្ទាប់តទៅនឹង insurance premium អញ្ចឹង better score can mean cheaper insurance អញ្ចឹងតទៅនឹង insurance ក៏គេមើលទៅលើ K score ហ្នឹងដែរអញ្ចឹងគឺមានប្រភេទផ្សេងៗជាច្រើនទៀតដែលនឹងប៉ះពាល់ទៅដល់ credit score យើងដែលតាក់ទងទៅនឹង financial life ផងយើងតទៅថ្ងៃមុខហ្នឹងចំណុចបន្ទាប់ទៀតតាក់ទងទៅនឹង how to improve credit score ផងយើងអញ្ចឹងបើសិនជាយក score មិនល្អទេ don't worry you can improve it មានថាយើងអាច improve បានទី1យើងទៅអីគេបើយើងមាន bill pay bill ឲ្យតាន់ពេលវេលាទៅហើយទី2តាក់ទងនឹង keep credit card balance low ទីបន្ទាប់ទៀតបាទ don't open account បាទមិន new account ណាកុំបើកកុំច្រើននឹងពេកនៅក្នុងពេលតែមួយហ្នឹងហើយទី4បាទ check your credit report for error អញ្ចឹងណាបើសិនជាឥឡូវដូចបងប្អូនដឹងហើយ CBC ខាងយើងគឺយើងអាច download app ពី Play Store ឬក៏ App Store មកបានយើងវាយថា CBC ទៅនឹងចេញមកដែលមានបងប្អូន download ហើយបងប្អូន register account ដោយមានលេខ NID មានលេខទូរស័ព្ទយើងអញ្ចឹងទៅ register ចេញជា account ហើយបងប្អូនអាចទៅមើល history ឬក៏ CBC ផងយើងហើយដោយសារ CBC ផងយើងនៅពេលដែលយើងស្នើ loan ទៅយើងយក NID ហ្នឹងទៅ register បាទហើយប្រភេទ document ហ្នឹងគឺមានផ្សេងគ្នាមាន NID មាន passport ជាដើមអញ្ចឹងណាបងប្អូនអញ្ចឹងចំណុចខ្លីម្ដងកន្លែងនេះបាទអញ្ចឹងយក credit score គឺដូចជា reputation បាទគេថាកិត្តិយសផងយើងផងដែរអញ្ចឹងទៅតែប្រយ័ត្នចំពោះ credit score ហ្នឹងកុំឲ្យមានការបង់លេតយឺតយ៉ាវអីចឹងទៅខ្លួនឯងក៏ទៅប្រយ័ត្នប្រយែងផងដែរកុំឲ្យភ្លេចខ្លួនថាបង់គេលេតឬក៏ over ថ្ងៃអីចឹងណាបងប្អូនហើយវីដេអូខ្ញុំក៏សូមបញ្ចប់ត្រឹមប៉ុណ្ណឹងដែរចាំយើងទៅសិក្សាមេរៀនបន្ទាប់នៅវីដេអូបន្តទៀតអញ្ចឹងបើសិនជាបងប្អូនគិតថាវីដេអូមួយនេះហើយបន្តពីមុនឬមកដល់ពេលហ្នឹងសំខាន់សម្រាប់បងប្អូនសូមជួយ Subscribe ហើយចែករំលែកទៅកាន់អ្នកដែលដទៃទៀតដែលបងប្អូនគិតថាមានប្រយោជន៍ទៅដល់ចំពោះពួកគាត់ណាសូមអរគុណ